ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាកុំអូសរំលងវីដេអូនេះអីជួយស្ដាប់វីដេអូនេះឲ្យដល់ចប់ហើយជួយ share វីដេអូនេះផងហើយបើសិនជាបងប្អូនទាំងអស់គ្នាស្ដាប់ចប់ហើយយល់ថាអ្វីដែលខ្ញុំនិយាយគ្មានប្រយោជន៍ថាពេលរបស់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាច comment ជេរខ្ញុំនៅខាងក្រោមវីដេអូនេះបានឬក៏ blog ខ្ញុំក៏បានដែររឿងដែលខ្ញុំចង់និយាយនោះគឺមានពីររឿងទីមួយគឺខ្ញុំចង់និយាយអំពីរបៀបដែលបងប្អូនផ្ដល់ជំនួយឲ្យបានត្រឹមត្រូវនិងបានយូរអង្វែងហើយរឿងទីពីរខ្ញុំចង់សូមឲ្យរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការដណ្ដើមបណ្ដោះអាសន្នដើម្បីគ្រប់គ្រងនិងរៀបចំជំនួយឲ្យកាន់តែមានប្រសិទ្ធភាពឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់រឿងទី1តែម្ដងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជួយគិតមើលថាតើស្ថានភាពបច្ចុប្បន្នអាចបញ្ចប់ទៅបានលឿនដែរឬទេ1ខែ2ខែឬក៏3ខែឬក៏1ឆ្នាំច្បាស់ណាស់ថាយើងទាំងអស់គ្នាគឺមិនដឹងទេព្រោះអ្វីដែលយើងមើលឃើញគឺយើងពិតជាមិនអាចទុកចិត្តបានចំពោះមហាចិត្តតារបស់ចៅឈ្លានពានដែលនៅជាប់របស់ផ្ទះយើងនេះណាដូច្នេះតើបងប្អូនយល់ថាជំនួយដែលយើងទាមករាល់ថ្ងៃនេះអាចផ្គត់ផ្គង់បានរយៈពេលប៉ុន្មានអាចទុកចោលទេចុះបើការឈ្លានពាននោះកាន់តែរីករាលដាលធំជាងនឹងប្រជាជនងាយរងគ្រោះនឹងកាន់តែមានចំនួនច្រើនដូច្នេះយើងពិតជាមិនអាចស្រមៃបានទេថានឹងជួយពួកគាត់បានដល់ពេលណាព្រោះបងប្អូនខ្លះគាត់ក៏មិនមែនជាអ្នកមានដែរទោះគាត់មានទឹកចិត្តមែនតែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់គាត់បំណុលធនាគាររបស់គាត់និងការផ្គត់ផ្គង់គ្រួសាររបស់គាត់គឺសុទ្ធតែត្រូវការចំណាយច្បាស់ណាស់ថាបើស្ថានភាពនេះកាន់តែយូរបងប្អូនយើងនឹងកាន់តែអស់លទ្ធភាពក្នុងការជួយក៏តែខ្ញុំនឹកឃើញវិធីមួយដែលគិតថាបងប្អូនយើងនឹងអាចមានលទ្ធភាពជួយទៅដល់ប្រជាជនដែលរងគ្រោះបានយូរនិងមិនសូវមានសម្ពាធទៀតផងទីមួយគឺបងប្អូនគួរតែបដូរពីការជួយច្រើនម្ដងឲ្យអស់ពីខ្លួនមកជាការជួយម្ដងបន្តិចម្ដងបន្តិចតែជួយបានជារៀងរហូតសម្រាប់បងប្អូនដែលមានចំណូលតិចយើងអាចបដូរពីការជួយ10 20 30ម៉ឺនឬក៏1លានហើយឈប់ជួយមកជាការជួយមួយថ្ងៃ10000ឬមួយថ្ងៃ5000 3000 2000 1000ជាដើមយើងអាចសន្សំមួយថ្ងៃម្ដងបន្តិចម្ដងបន្តិចហើយ3ឬក៏5ថ្ងៃយើងចូលម្ដងក៏បានដែរអ្វីដែលសំខាន់គឺយើងដាក់គោលដៅសន្សំដើម្បីជួយពួកគាត់ឲ្យបានជារៀងរហូតតាមដែលអាចធ្វើទៅបានបងប្អូនសាកសម័យមើលបើសិនជាយើងធ្វើបែបនោះទាំងអស់គ្នាក្នុងចំណោមប្រជាជនដែលរកចំណូលបានក្នុងប្រទេសយើងគឺមិនក្រោមពី9ទៅ10លាននាក់ទេហើយយើងពិតជាមិនអាចរួមគ្នាជួយបងប្អូនដែលរងគ្រោះត្រឹមតែ2 3 40នាក់បានទេមែនទេច្បាស់ណាស់ប្រកាសជាអាចជួយបានឲ្យតែយើងស្រោះគ្នាទី2សម្រាប់បងប្អូនដែលជាសិស្សមិនទាន់មានចំណូលចាប់ពីថ្ងៃនេះទៅបងប្អូនគួរតែកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ដូចជាការផឹកកាហ្វេផឹកស្ទីងញ៉ាំប្រហិតអ្វីជាដើមនោះដើម្បីទុកលុយខ្លះជួយប្រជាជនយើងដែលកំពុងជួបការលំបាកអូនសាកគិតមើលបើសិនជាគ្មានគ្រួសារពួកគាត់ដែលជាអ្នកជួយពេញគ្រាប់ពីចៅឈ្លានពានជំនួយយើងទេតើពួកយើងអាចបានសុខទេយើងអាចមានពេលរៀនសូត្រនិងមានពេលជួបមិត្តភក្តិបែបនេះទេដូច្នេះយើងត្រូវតែកាត់បន្ថយការចំណាយណាដែលមិនចាំបាច់មួយរយៈសិនហើយបើសិនជាប្អូនយល់ថាមិនសមអូនអាចគិតដល់អ្នករងគ្រោះទាំងអស់នោះវិញកុំថាឡើយការចំណាយទៅលើរឿងដែលមិនចាំបាច់សូម្បីតែការចំណាយទៅលើតម្រូវការចាំបាច់ដូចជាការទិញអង្ករសម្រាប់ដាំបាយហូបទិញម្ហូបសម្រាប់ហូបជាមួយបាយដើម្បីរស់ក៏ពួកគាត់សឹងតែមិនមានផងហើយបើសិនជាគាត់មានឱកាសត្រឡប់ទៅផ្ទះវិញបានលឿនផ្ទះសម្បែងរបស់ពួកគាត់ក៏មិនប្រកាសថានៅទៀតដែរគឺត្រូវពួកដេរីឆានចោលឈ្លានពានជុំខ្នងទាំងនោះបានកំទេចអស់ទៅហើយដូច្នេះបងប្អូនត្រូវតែគិតទី3សម្រាប់បងប្អូនដែលមិនបានរងគ្រោះដោយសារតែសង្គ្រាមនេះសូមបងប្អូនខិតខំប្រឹងប្រែងធ្វើការរបស់ខ្លួនឲ្យបានល្អបំផុតព្រោះថាពេលនេះទំនួលខុសត្រូវរបស់យើងមិនត្រឹមតែខ្លួនយើងនិងគ្រួសារយើងប៉ុណ្ណោះទេគឺយើងត្រូវតែដាក់ខ្ទង់ចំណាយទៅលើការជួយប្រជាជនយើងផងដែរដូច្នេះបើបងប្អូនបាត់បង់ចំណូលធ្វើការរបស់ខ្លួនមិនបានល្អនោះប្រកាសណាស់ថាយើងនឹងបាត់បង់សមត្ថភាពដើម្បីជួយទៅដល់ក្រុមគ្រួសារដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីទឹកដីនិងក្រុមគ្រួសារយើងហើយដូច្នេះយើងនឹងមានអារម្មណ៍ថាខ្លួនឯងមិនបានការចាំយកតែសុខតែគ្មានសូម្បីតែលទ្ធភាពជួយបន្តិចបន្តួចទី4មិនថាបងប្អូនជាអ្នកធ្វើការជាអ្នករកស៊ីជាសិស្សានុសិស្សលោកគ្រូអ្នកគ្រូជាព្រះសង្ឃឬជានរណាក៏ដោយគួរតែឆ្លៀតពេលណាដែលសម្រាប់ពីការងារក៏ដូចជាចុងសប្តាហ៍ជាដើមឆ្លៀតទៅលេងសួរសុខទុក្ខបងប្អូនយើងដែលភាសឹកនិងជួបការលំបាកនៅតាមជំនុំផង
ព្រោះនេះមិនមែនទៅដើម្បីតែលើកទឹកចិត្តដល់ពួកគាត់ទេតែវាជាការដាស់ស្មារតីស្រឡាញ់ជាតិយើងតែមួយផងដែរហើយវានឹងធ្វើឲ្យពួកគាត់ទទួលបានអារម្មណ៍ថាកក់ក្ដៅនិងមានអារម្មណ៍ថាពួកគាត់មិនឯកាឡើយគឺភាពលំបាកនៃការលះបង់របស់គ្រួសារគាត់គឺពួកយើងសិតតែបានដឹងនិងពួកយើងមិនបានភ្លេចពួកគាត់ឡើយឥឡូវយើងចូលទៅដល់ចំណុចទី2ខ្ញុំមិនដឹងថារាជរដ្ឋាភិបាលបានបង្កើតហើយឬនៅទេប៉ុន្តែបើសិនជានៅខ្ញុំចង់ស្នើសុំឲ្យរាជរដ្ឋាភិបាលជួយបង្កើតគណៈកម្មាធិការទទួលនិងគ្រប់គ្រងជំនួយបណ្ដោះអាសន្នថ្នាក់កណ្ដាលមួយតើចាំបាច់អ្វីទើបយើងត្រូវបង្កើតចម្លើយគឺដោយសារតែវាសំខាន់ខ្លាំងបច្ចុប្បន្នយើងឃើញមានបងប្អូនជាច្រើនកំពុងតែស្វាស្វែងរកជំនួយដើម្បីជួយបងប្អូនរងគ្រោះយើងពិតជាអរគុណពួកគាត់ខ្លាំងមែនទែនបើសិនជាមិនមានពួកគាត់ទេប្រជាជនដែលកំពុងតែជួបការលំបាកទាំងនោះមិនដឹងថាយ៉ាងណាយ៉ាងណីទេប៉ុន្តែយើងសាកគិតមើលពួកគាត់គឺសុទ្ធតែមានការងារត្រូវធ្វើរបស់ពួកគាត់ជាចាំបាច់ដែរបើពួកគាត់រវល់តែចំណាយពេលជួយបែបនេះយូរខែយូរឆ្នាំតើពួកគាត់នឹងមានលទ្ធភាពឬក៏នឹងមានសមត្ថភាពជួយទៀតទេច្បាស់ណាស់គឺអត់ទេប៉ុន្តែបើសិនរដ្ឋាភិបាលបង្កើតគណៈកម្មាធិការបានត្រឹមត្រូវពួកគាត់អាចគ្រាន់តែជាអ្នកឈរឈ្មោះសម្រាប់ផ្សព្វផ្សាយពេលដែលបានជំនួយមកគឺគណៈកម្មាធិការគ្រប់គ្រងជាអ្នកបែងចែកដូច្នេះគាត់នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការរបស់ពួកគាត់វិញដែរប៉ុន្តែសំណួរសួរថាតើគួរបង្កើតគណៈកម្មាធិការបែបណាឲ្យមានប្រសិទ្ធភាពនិងមានទំនុកចិត្តពីប្រជាជនក្នុងការផ្តល់ជំនួយនេះចម្លើយគឺគណៈកម្មាធិការនេះត្រូវតែមានសមាជិកចម្រុះនិងមានតម្លាភាពបំផុតទី1គណៈកម្មាធិការនេះត្រូវតែជាគណៈកម្មាធិការកណ្ដាលតែមួយគត់សម្រាប់ទទួលនិងគ្រប់គ្រងជំនួយប្រចាំប្រទេសហើយធ្វើយ៉ាងណាឲ្យប្រជាជនរបស់យើងងាយស្រួលក្នុងការផ្តល់ជំនួយរបស់ពួកគេដែលអាចធ្វើទៅបានដូចជាត្រូវតែមានគណនីទទួលប្រាក់ប្រចាំប្រទេសតែមួយគត់ហើយបើកទូលាយឲ្យប្រជាជនយើងបានឃើញពីសមត្ថភាពជាក់ស្ដែងជាប្រចាំហើយគណៈកម្មាធិការត្រូវតែមានក្រុមការងារតំណាងខេត្តនីមួយៗសម្រាប់ដឹកជញ្ជូនសម្ភារៈផ្សេងៗដែលប្រជាជននៅតាមខេត្តក៏ចង់ជួយទី2ដើម្បីឲ្យប្រជាជនមានទំនុកចិត្តនិងជឿជាក់ក្នុងការដាក់លុយចូលទៅក្នុងកញ្ចប់តែមួយខ្ញុំយល់ថាគណៈកម្មាធិការនេះមិនគួរមានសមាជិកភាពតែពីមន្ត្រីរដ្ឋាភិបាលតែមួយមុខទេរដ្ឋាភិបាលគួរតែអញ្ជើញតំណាងព្រះសង្ឃប្រចាំប្រទេសតំណាងសប្បុរសជនប្រចាំប្រទេសនិងបុគ្គលល្បីៗនៅក្នុងសង្គមដូចជា influencer តំណាងប្រទេសដែលប្រជាជនស្រឡាញ់និងជឿជាក់ឲ្យចូលជាសមាជិកនិងជាអ្នកត្រួតពិនិត្យក្នុងនាមជាគណៈកម្មាធិការនេះដែរទី3អ្វីដែលសំខាន់បំផុតគឺតម្លាភាពបន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចរាល់ហើយរដ្ឋាភិបាលត្រូវតែតម្រូវឲ្យមានមន្ត្រីដែលមានជំនាញមកកាន់ប្រព័ន្ធបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុជាសាធារណៈជារាល់ថ្ងៃឬយ៉ាងយូរមួយសប្តាហ៍ម្ដងនៅលើបណ្ដាញសង្គមតែត្រូវបង្ហាញថាថ្ងៃនេះយើងទទួលបានជំនួយប៉ុន្មានតែបានអ្វីខ្លះតម្លៃប៉ុន្មានមានវិក័យប័ត្រត្រឹមត្រូវនិងការចំណាយត្រឹមត្រូវហើយតើយើងបានចែកជូនទៅដល់តំបន់ណាខ្លះនិងបានចំនួនប៉ុន្មានដែរហើយត្រូវបង្ហាញពីសមត្ថភាពសាច់ប្រាក់ដែលនៅសល់ដើម្បីឲ្យបងប្អូនយើងងាយស្រួលតាមដាននិងដើម្បីឲ្យពួកយើងរៀបចំខ្ទង់ជំនួយនោះឲ្យបានត្រឹមត្រូវឆ្លើយតបទៅតាមតម្រូវការផងដែរហើយយើងត្រូវតែបង្ហាញថាបច្ចុប្បន្នកំពុងតែខ្វះខាតអ្វីទៀតតែជាតម្រូវការចាំបាច់តម្រូវឲ្យយើងចូលរួមជាបន្តជាដើមទី4មន្ត្រីថ្នាក់មូលដ្ឋានក្នុងតំបន់ត្រូវតែទទួលបន្ទុកធ្វើរបាយការណ៍ជាប្រចាំអំពីស្ថានភាពរបស់ជនភៀសសាសដើម្បីឲ្យបងប្អូនយើងបានដឹងពីដំណឹងរបស់ពួកគាត់ជាប្រចាំហើយមានតែមន្ត្រីថ្នាក់មូលដ្ឋានផ្ទាល់ទេទើបគាត់អាចស្គាល់ភូមិសាស្ត្រច្បាស់ថាតើតំបន់ណាគួរសាងសង់ជំរំដែលសមស្របនិងគួររៀបចំជំរំបែបណាឲ្យមានសុវត្ថិភាពខ្ពស់សម្រាប់តំបន់របស់ពួកគាត់នោះទី5ជំនួយនោះគួរតែត្រូវបែងចែកជាពីរផ្នែកគឺខាងកងទ័ពមួយផ្នែកនិងខាងជនភៀសសាសមួយផ្នែកប៉ុន្តែបែងចែកមួយណាច្រើនជាងឬក៏ស្មើគ្នាអាស្រ័យទៅលើការវិភាគរបស់ក្រុមគណៈកម្មាធិការកណ្ដាលដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងនិងភាពចាំបាច់ចុះហើយទី6សម្រាប់ក្រុមពលកម្មដែលត្រូវជួយជញ្ជូនជួយលើកនិងជួយរៀបចំជំនួយវិញយើងបែងជាពីរក្រុមចំពោះថ្ងៃច័ន្ទដល់ថ្ងៃសុក្ររដ្ឋាភិបាលគួរតែចាត់ចែងឲ្យយុវជនឬក្រុមអ្នកដែលមានកម្លាំងគ្រប់គ្រាន់ដែលជាជនភៀសសាសផ្ទាល់មកជួយព្រោះអំឡុងពេលនេះមានតែក្រុមពួកគាត់ទេ
ដែលមានពេលច្រើនជាងគេសម្រាប់ជួយរៀបចំអីវ៉ាន់និងជួយរៀបចំសម្ភារៈនោះបន្ទាប់មកយើងអាចយកកម្លាំងរាជអាវុធហាត់លើផ្ទៃប្រទេសដូចជាប៉ូលីសជាដើមដើម្បីទៅជួយព្រោះក្រុមពួកគាត់គឺជាក្រុមដែលមានកម្លាំងខ្លាំងជាងគេហើយបន្ទាប់មកសូមយើងស្វែងរកអ្នកស្ម័គ្រចិត្តដែលពួកគាត់ទំនេរហើយមកជួយចំណែកឯចំពោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញយើងអាចគៀងគរកម្លាំងសសយកយុវជនស្ម័គ្រចិត្តសិស្សានុសិស្សដែលទំនេរមកជួយបន្ថែមទៀតដើម្បីជួយកាត់បន្ថយការនឿយហត់របស់ក្រុមប្រចាំការនៅថ្ងៃច័ន្ទដល់ថ្ងៃសុក្រនោះមានតែការធ្វើបែបនេះទេទើបធ្វើឲ្យស្ថានភាពប្រជាជនរបស់យើងមានស្ថិរភាពនិងមានសណ្ដាប់ធ្នាប់ជាងមុនហើយមានពេលវេលាក្នុងការផ្ដោតអារម្មណ៍ទៅលើការងាររៀងៗខ្លួននោះចំណែកឯសិស្សានុសិស្សក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សាដូចគ្នាដែរការរៀបចំរបស់រដ្ឋាភិបាលបែបនេះគឺមិនត្រឹមតែឲ្យប្រជាជនមានទំនុកចិត្តក្នុងការបរិច្ចាគបន្តប៉ុណ្ណោះទេតែវាថែមទាំងជួយដោះស្រាយបញ្ហាជំនួយជាន់គ្នាថែមទៀតផងព្រោះបើយើងមិនមានអ្នកគ្រប់គ្រងកណ្ដាលច្បាស់លាស់ទេតំបន់ខ្លះដែលមានអ្នកស្គាល់ច្រើនទៅនឹងទទួលបានជំនួយហូរហៀហើយតំបន់ខ្លះទៀតដែលដាច់សញ្ចាលអាចនឹងអត់ឃ្លានព្រោះជំនួយទៅមិនដល់ជាដើមដូច្នេះមានតែរដ្ឋាភិបាលទេគឺជាតួអង្គដ៏សំខាន់បំផុតក្នុងការបែងចែកធនធាននោះឲ្យមានប្រសិទ្ធភាពយុត្តិធម៌និងបានយូរអង្វែងជាចុងក្រោយខ្ញុំមានតែសូមអង្វរចិត្តទៅដល់បងប្អូនខ្មែររបស់យើងទាំងអស់គ្នាស្ថានភាពនេះគឺជាពេលដែលយើងត្រូវបង្ហាញថាជាតិខ្មែរសាមគ្គីគ្នាខ្លាំងប៉ុណ្ណាយើងប្រហែលជាមិនមានសំណាងឬមិនមានឱកាសបានទៅកាន់កំភ្លើងការពារព្រំដែនផ្ទាល់នៅសមរភូមិដូចបងប្អូនកងទ័ពរបស់យើងខ្លះទេប៉ុន្តែយើងអាចធ្វើជាកងទ័ពស្បៀងដ៏រឹងមាំនៅសមរភូមិក្រោយបានសូមកុំឲ្យបងប្អូនយើងដែលកំពុងតែលះបង់សាច់ស្រស់ឈាមស្រស់មានអារម្មណ៍ថាពួកគាត់កំពុងតែតស៊ូម្នាក់ឯងយើងត្រូវតែធ្វើឲ្យពួកគាត់ដឹងថារាល់ពេលដែលពួកគាត់ងាកក្រោយគឺមានប្រជាជនខ្មែររាប់លាននាក់កំពុងតែឈរពីក្រោយចាំគាំទ្រនិងត្រៀមខ្លួនជួយពួកគាត់ជានិច្ចសូមអរគុណបងប្អូនដែលបានស្ដាប់ដល់ចប់បើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍មែនសូមជួយចែករំលែកម្នាក់មួយផងដើម្បីឲ្យសំឡេងមួយនេះបានទៅដល់ប្រជាជនរបស់យើងទូទាំងប្រទេសនិងបានលើទៅដល់រាជរដ្ឋាភិបាលផង